កីឡាករកីឡាការិនីចូលរួមប្រកួតភ្នំពេញអន្តរជាតិអាគរថ្លុងនិងអាគរថ្លុងជើងឯកប្រចាំសាលាកើនឡើងគុណភាពជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ភ្នំពេញអន្តរជាតិអាគរថ្លុងនិងអាគរថ្លុងជើងឯកប្រចាំសាលាឆ្នាំ2026ដែលតាក់ទាញបានកីឡាករកីឡាការិនីខ្មែរបរទេសចូលរួមប្រកួតប្រជែងលើ13វិញ្ញាសាជាង400នាក់បានដំណើរការជាផ្លូវការនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅព្រឹកថ្ងៃទី1ខែកុម្ភៈឆ្នាំ2026នេះខណៈលោកងិនសុបញ្ញាអគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាថ្លុងកម្ពុជាបានលើកឡើងបង្ហាញពីការពិតថាគុណភាពបច្ចេកទេសរបស់កីឡាករកីឡាការិនីចូលរួមប្រកួតតែងតែកើនឡើងគួរឲ្យកត់សម្គាល់ជារៀងរាល់ឆ្នាំអគ្គលេខាធិការគូបញ្ជាក់ថាសម្រាប់ការប្រកួតភ្នំពេញអន្តរជាតិអាគរថ្លុងមានវិញ្ញាសាសម្រាប់មនុស្សពេញវ័យឡើងទៅរីឯអាគរថ្លុងជើងឯកប្រចាំ